បាទសួស្តីដល់បាទមិត្តអ្នកសិក្សារុក្ខជាតិអរគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីដែលតាក់ទងទៅនឹងបាទលំហាត់ circuit បាទអញ្ចឹងចំពោះលំហាត់នេះគឺស្វែងរកបាទតង់ចុងដែលនៅក្នុង circuit ហ្នឹងបាទតើវាមានតង់ចុងប្រមាណបាទចំពោះបាទរូបទី1គេឲ្យស្វែងរកតង់ចុង V0 ចំពោះរូបទី2ក៏គេឲ្យស្វែងរកតង់ចុង V0 ដែរគ្រាន់តែបាទមានតម្លៃលេខខុសគ្នាបាទអញ្ចឹងយើងមកបាទដោះស្រាយទាំងអស់គ្នាតើគេដោះស្រាយដោយបាទវិធីណាបាទអញ្ចឹងយើងមកមើលដំណោះស្រាយបាទចំពោះបាទយើងយកលំហាត់បាទទី2យកមកដោះស្រាយមុនចុះបាទលំហាត់នេះយកមកដោះស្រាយមុនចុះបាទចឹងយើងមកមើលដំណោះស្រាយបាទតើគេធ្វើដំណោះស្រាយយ៉ាងដូចមិនដេចបាទចំពោះបាទការស្វែងរកបាទតង់ចុងនៅក្នុងបាទ circuit នេះគឺយើងត្រូវប្រើតាមបាទច្បាប់គិតឆុសបាទការ VL បាទដែលបាទផលបូកបាទតម្លៃតង់ចុងបាទនៅក្នុងបាទវងហ្នឹងគឺវាបាទនៅក្នុង circuit ហ្នឹងគឺវាស្មើ0បាទអញ្ចឹងយើងអាចវងមួយបាទវងមួយដែលរត់កាត់នៅក្នុង circuit ដើម្បីយើងរកចរន្តអគ្គិសនីសិនបាទទើបអាចបាទរក V0 នេះឃើញបាទអញ្ចឹងយើងអាចដៅទិសដៅចរន្តអគ្គិសនីរត់បាទចេញពីប្រភពបាទមិនអាស្រ័យនេះទៅបាទអញ្ចឹងយើងដាក់ថា E បាទចរន្តអគ្គិសនី E ចោះបាទអញ្ចឹងយើងអាចគូសវងមួយដែលវារត់ពីបាទប្រភពទៅបាទនេះគឺវងបាទតមកវាមកបាទបានមួយជុំបាទអូខេហ្នឹងហើយបាទអញ្ចឹងយើងអាចបាទតាមបាទច្បាប់បាទតង់ចុងគឺផលបូកតង់ចុងបាទតម្លៃបេក្ខនិតបាទផលបូកតង់ចុងនៅក្នុងបាទ circuit គឺវាស្មើ0បាទអញ្ចឹងយើងអាចតាមថាការ VL បាទការ VL យើងបានបាទដក10 V បាទដក10 V បាទបូកឲ្យបាទ16បាទ16បាទ E បូកឲ្យបាទ14 E បាទចូលពោបូកបាទបូកឲ្យ25បាទ25 V បាទវាស្មើ0អញ្ចឹង16បូក14គឺយើងបានបាទ30បាទនេះគឺបាន30E បាទចំពោះ10 V ដក10 V បូកឲ្យ25យើងនៅសល់បាទបូក15បាទ15 V ស្មើ0បាទបូក15យើងអាចបោះមកអង្គទី2ដើម្បីយើងរក E ចឹងបាន 30E ស្មើជាមួយនឹងបាទដក15បាទអញ្ចឹងយើងអាចទាញរក E បានគឺស្មើជាមួយនឹងដក15បាទលើ30អញ្ចឹងយើងអាចសរសេរបានថាវាស្មើ1នៅលើដក1នៅលើ2ឬក៏បាទដក0.បាទ5អំពែនេះគឺជាតម្លៃចរន្តអគ្គិសនីបាទអញ្ចឹងដោយចរន្តអគ្គិសនីបាទស្មើដក5អំពែអញ្ចឹងយើងអាចបាទវងមួយទៀតដើម្បីយើងរក V0 បាទយើងវងពីនេះទៅបាទអូខេបាទអញ្ចឹងយើងការ VL ទៅដែរការ VL អញ្ចឹងបាទវាចូលពោលដកយើងដាក់ដកមកដក V0 បាទមកនេះគឺបូកបាទបូកឲ្យ14បាទ E 14E បូកឲ្យ25 V ស្មើមែនបាទស្មើ0អញ្ចឹងបាទ 14E យើងស្គាល់ E ថាដក 0.5 អញ្ចឹងយើងយកគុណគ្នាមកបាទដក V0 បាទដកឲ្យ14គុណឲ្យ1លើ2ចុះបាទខ្ញុំសេ1លើ2ស្រួលចែកអញ្ចឹងយើងបូកឲ្យបាទ25 V គឺស្មើ0អញ្ចឹងយើងបានដក V0 បាទនេះនឹងសល់ដក7បូកឲ្យ25ស្មើ0 25 V អញ្ចឹងដក7បូកឲ្យ25យើងនៅសល់15 8អញ្ចឹងមានន័យថាដក V0 បូកឲ្យ15
8 វ៉ុលស្មើ0អញ្ចឹងយើងថាដក V0 បាទបោះមកបានដក18វ៉ុលបាទដកនេះសម្រួលដកអស់អញ្ចឹងនៅសល់ V0 ស្មើ18វ៉ុលបាទនេះគឺជាចម្លើយបាទ V0 របស់យើងបាទមិនអញ្ចឹងលំហាត់ទី1នេះត្រូវបានបញ្ចប់អញ្ចឹងយើងចូលទៅដល់លំហាត់ទី2ដែលវាបាទស្រដៀងនឹងលំហាត់ទី1ដែរអញ្ចឹងលំហាត់ទី2គេបាទនេះបាទរកតង់ចុង V0 បាទនៅក្នុងsequence ខាងក្រោមតើវាមានតម្លៃប៉ុន្មានអញ្ចឹងលំនាំធ្វើគឺបាទតែមួយដូចជាលំហាត់នេះដែរអញ្ចឹងទី1គឺយើងដាក់បាទវងជុំវិញ sequence សិនបាទអញ្ចឹងវងនេះដើម្បីរកចរន្តអគ្គិសនីបាទទី1យើងដាក់ថាវង1ចុះវង1បាទលំហាត់នេះខ្ញុំភ្លេចដាក់ថាពិតគឺត្រូវដាក់វង1វង2បាទអញ្ចឹងវងទីV0 នេះដាក់វង2ចុះបាទវង2អញ្ចឹងដូចគ្នាដែរអញ្ចឹងយើងសរសេរមកបាទចំពោះលំហាត់នេះបាទចំពោះលំហាត់ខាងលើដែលខ្ញុំដាក់ថាលំហាត់ទី2ចុះបាទអញ្ចឹងរក V0 ដូចគ្នាមករកបាទ V0 ដូចគ្នាតែឥឡូវយើងមើលបាទខ្ញុំសូមយករូបនឹងមកក៏បានដែរបាទបាទហើយយើងយកខ្ញុំសូមលុបអានឹងចោលសិនបាទចានេះខ្ញុំបាទកាត់វាចោលសិនបាទបាទនេះគឺជាបាទរូបយើងបាទរូបភាពយើងឥឡូវខ្ញុំដៅម្ដងទៀតបាទនេះគឺវងទី1បាទទី1អានេះគឺបាទវងទី2បាទអញ្ចឹងកន្លែងនេះបាទវាចាប់ផ្ដើមមកវាចូលពោដកបាទយើងដាក់ថាវងទី1ចំពោះវងទី1បាទកែ VL ដដែលអញ្ចឹងបានដក9វ៉ុលបូកឲ្យបាទនេះយើងដៅទីតៅចរន្តមក E បាទបូកឲ្យ 6E បាទបូកឲ្យ 2E បូកឲ្យ3វ៉ុលស្មើនឹង0អញ្ចឹង9បាទបូកឲ្យ3ដក9បូក3នៅសល់ដកបាទដក6ដក6វ៉ុល6បូក2យើងបាន8វ៉ុលណោះបាទ 8E មកអញ្ចឹងយើងស្មើ0បើយើងស្វែងរក E មកបាន E ស្មើនឹង6នៅលើ8បាទ6នៅលើ8យើងអាចសម្រួលថាបាន3នៅលើ4បាទអំពែបាទបន្ទាប់ពីយើងឃើញ E យើងតាមវងទី2ម្ដងបាទវងទី2បាទយើងចូលបូដករបស់ V0 គឺយើងថាដក V0 មកបាទបូកឲ្យ 2E បាទបូកឲ្យ3វ៉ុលចឹងស្មើ0បន្ទាប់មកទៀតយើងគុណបាទយើងជំនួស E ចូលបាទ V0 បូកបាទ 2E មក E យើងគឺ3នៅលើ4បាទបូកឲ្យ3វ៉ុលស្មើ0កន្លែងនេះដែរយើងបានដក V0 បាទនេះគឺ2សម្រួល1 4នៅសល់3នៅលើ2យើងបាន1ចុចបាទ1.5បូកឲ្យ3វ៉ុលបាទស្មើ0បាទ 1.5 បូកឲ្យ3វ៉ុលគឺបាន 4.5 បាទយើងដក V0 បូកឲ្យ4.5 បាទវ៉ុលស្មើ0អញ្ចឹងយើងអាចទាញរក V0 បានហើយគឺស្មើបាទ 4.5 វ៉ុលបាទនេះគឺជាចម្លើយ V0 បាទតង់ចុងនៅក្នុងសៀគ្វីយើងបាទអញ្ចឹងលំហាត់យើងចប់ប៉ុណ្ណឹងបាទសង្ឃឹមថាអ្នកសិក្សាបាទទូទៅបាទតន់ជាពិសេសបាទបងប្អូនបាទ
ដែលបានតាមដានវីដេអូរបស់ខ្ញុំបាទក៏ដូចជាអ្នកសិក្សាបាទទាំងឡាយដែលចូលចិត្តទៅលើរូបវិទ្យាបាទសូមអរគុណអ្នកនរគ្នាសម្រាប់ការតាមដានបាទសូមខន្តីអភ័យទោសបាទរាល់កំហុសខុសឆ្គងទាំងឡាយបាទសូមអរគុណ